សូមគោរពទៅដល់ឋានៈដឹកនាំក៏ដូចជាបុគ្គលិកកម្មករដែលកំពុងអនុវត្តជាជាប់កៅស៊ូថ្ងៃនេះយើងខ្ញុំទាំងពីរនាក់ជាបុគ្គលិកបច្ចេកទេសបាននាំយកនៅបទដ្ឋានការបើកមុខដើមស្ងួតមុខចំការ2011 BOP ឆ្នាំទី1ដូច្នេះសូមបងប្អូនទស្សនាតាមដានដូចតទៅពោះការសម្គាល់នៅលើដើមស្ងួតមុខយើងសម្គាល់ទៅលើផ្ទាំងមុខជាឆ្នាំទី1និងការកັບក្បាំងមួយជាន់ការបើកមុខជាយើងត្រូវបើកឲ្យបាន3ពន្លាកដើម្បីឲ្យដល់ជម្រៅទឹកជ័រអានេះគឺជាពន្លាកទី1បន្ទាប់មកយើងត្រូវជាពន្លាកទី2ពន្លាកទី3គឺជាពន្លាកជាឲ្យដល់ជម្រៅទឹកជ័របទដ្ឋាននៃការបើកមុខដើមស្ងួតមុខ BOP ឆ្នាំទី1បានចប់តែត្រឹមនេះយើងខ្ញុំទាំងពីរនាក់សូមអរគុណនិងសូមជម្រាបលា